បើមិនឲ្យយើងប្រឹងទៅរកទីពឹងក្នុងរបស់ខាងក្រៅទេតើត្រូវធ្វើម៉េចគឺឲ្យមានសិល5សិល5នេះជាសម្បត្តិក្រៃលែងណាចឹងជាអរិយទ្រព្យណាយើងគិតតែពីរឿងរលុយរលាបរយោះរកេរឈ្មោះប៉ុន្តែអត់មានសិលទៅខាងក្នុងចឹងហើយអត់ដឹងថាតើសិលនឹងជាសម្បត្តិសំខាន់ពិសេសខ្លឹមសារនៃជីវិតយ៉ាងណាទេឥឡូវញាតិញោមមានសិល5ហ្នឹងមិនមែនត្រឹមតែថាអូមានសិល5ហ្នឹងខ្ញុំខ្លាចបាបខ្លាចធ្លាក់នរកខ្ញុំមានសិល5ហ្នឹងគឺដើម្បីឲ្យខ្ញុំទៅកើតឋានសួគ៌មិនមែនគ្រាន់តែរឿងហ្នឹងទេអារឿងហ្នឹងជាអានិសង្ឃទេតែរឿងប្រយោជន៍ដែលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នហ្នឹងគឺសម្បត្តិដែលយើងត្រូវរកបានជាខាងក្នុងណាដែលជាទីពឹងខាងក្នុងចឹងទីពឹងខាងក្នុងដូចយើងពឹងប្តីដូចយើងពឹងកូនដូចយើងពឹងទ្រព្យសម្បត្តិពឹងការងារអញ្ចឹងណាតែនេះជាទីពឹងខាងក្នុងចឹងហើយអត់មានបោកប្រាស់យើងទេណែអត់ទេដូចជាសិលនេះ